ថ្ងៃនេះខ្ញុំចង់វិភាគអំពីការនាំចេញនិងនាំចូលអីវ៉ាន់ពីប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃបងប្អូនដឹងស្រាប់ហើយថាប្រទេសកម្ពុជាបានឃ្លាំងបន្លែនិងផ្លែឈើពីប្រទេសថៃហើយដូច្នេះខ្ញុំចង់វិភាគអំពីការនាំចេញនិងនាំចូលរវាងប្រទេសទាំងពីរកម្ពុជានិងថៃធ្វើពាណិជ្ជកម្មជាមួយគ្នាចំនួនប្រហែលជា$6,300 លានអាមេរិកក្នុងមួយឆ្នាំកម្ពុជាលក់ទៅថៃចំនួនប្រហែល$1,100 លានអាមេរិកចំណែកឯថៃលក់មកកម្ពុជាចំនួនប្រហែលជា$5,200 លាននេះគឺបានខុសគ្នាចំនួន$4,100 លានអាមេរិកក្នុងមួយឆ្នាំដូចនេះប្រសិនបីប្រទេសទាំងពីរឈប់ធ្វើពាណិជ្ជកម្មជាមួយគ្នាទៀតនោះប្រទេសថៃគឺជាអ្នកដែលខាតច្រើនជាងប៉ុន្តែវាក៏នឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់កម្ពុជាផងដែរឧទាហរណ៍កម្ពុជាទិញជីពីថៃចំនួន$130 លានអាមេរិកក្នុងមួយឆ្នាំការទិញនេះគឺដើម្បីយកមកដាំដុះកសិកម្មរបស់កម្ពុជាយ៉ាងឬកម្ពុជាបានទិញប្រេងឥន្ធនៈគីមីសរីរាង្គបរិយាសានឡូបរិយាសានពីប្រទេសថៃជិត$1,000 លានសម្រាប់ការដឹកជញ្ជូននិងផលិតកម្មនៅក្នុងប្រទេសកម្ពុជានៅពេលដែលកម្ពុជាខ្វះខាតរបស់ទាំងអស់នេះនោះវានឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចដោយសារតែតម្លៃនៅក្នុងប្រទេសកម្ពុជាវានឹងកើនឡើងបើចង់ឲ្យវាមិនកើនឡើងនោះលុះត្រាតែមានរបស់មកចំនួនប៉ុន្តែខ្ញុំគិតថាវាមិនងាយមានរបស់មកចំនួនដោយងាយស្រួលទេតាមមតិរបស់ខ្ញុំពេលយើងធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងគឺវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កំណើនសេដ្ឋកិច្ចគេមានផលិតផលអ្វីជាច្រើនដែលយើងត្រូវការចំណែកឯយើងក៏មានផលិតផលអ្វីដែលគេត្រូវការដូចគ្នានៅក្នុងសេដ្ឋកិច្ចមានតែអ្នកចំនួនរាប់ពាន់អ្នកទេដែលដឹងថាទេពួកគេត្រូវការទិញដូរអ្វីខ្លះដើម្បីឲ្យអាជីវកម្មរបស់ពួកគេបានដើររលូនដូច្នេះបីគ្រាន់តែខ្វះផលិតផលអ្វីខ្លះដែលពួកគេត្រូវការនោះវានឹងធ្វើឲ្យមានការរអាក់រអួលបន្តិចបន្តួចនៅក្នុងសេដ្ឋកិច្ចឧទាហរណ៍បងប្អូនមានសន្តាគារនៅក្នុងខេត្តសៀមរាបនោះវានឹងខ្វះផ្លែឈើសម្រាប់ភ្ញៀវបរទេសដែលមកស្នាក់នៅក្នុងសន្តាគាររបស់បងប្អូនប៉ុន្តែនេះវាគ្រាន់តែអាកូអួលបណ្ដោះអាសន្នតែប៉ុណ្ណោះម្ចាស់សន្តាគារគេនឹងខំទៅរកទិញផ្លែឈើពីប្រភពផ្សេងទៀតដូចជាប្រទេសផ្សេងទៀតជាមិនខាននៅពេលដែលយើងធ្វើការប្រៀបធៀបកម្ពុជាធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាមគឺយើងអាចឃើញថាអនុភាពនៃការធ្វើពាណិជ្ជកម្មនេះគឺវាមិនធំដូចប្រទេសថៃទេការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយវៀតណាមគឺមានចំនួន$7,700 លានអាមេរិកក្នុងមួយឆ្នាំកម្ពុជាលក់ទៅវៀតណាមចំនួន$3,600 លានក្នុងមួយឆ្នាំចំណែកឯវៀតណាមលក់មកកម្ពុជាចំនួន$4,100 លានអាមេរិកក្នុងមួយឆ្នាំនេះគឺបានខុសគ្នាត្រឹមតែ$500 លានអាមេរិកតែប៉ុណ្ណោះតែបើជាមួយថៃវិញគឺបានខុសគ្នាចំនួន$4,100 លានអាមេរិកឯណោះទេទាំងអស់នេះវាមានន័យដូចដាច់នៅពេលដែលប្រទេសមួយធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងកាន់តែច្រើននោះប្រទេសនោះនឹងកាន់តែលូតលាស់កាន់តែខ្លាំងជាការពិតគឺថាប្រទេសកម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសថៃនិងប្រទេសវៀតណាមគឺមានការកើនឡើងជារៀងរាល់ឆ្នាំតែម្ដងបងប្អូនដើម្បីឲ្យកម្ពុជាមានសេដ្ឋកិច្ចឈានទៅដល់$100,000 លានក្នុងមួយឆ្នាំនោះកម្ពុជាគឺត្រូវការប្រទេសថៃនិងប្រទេសវៀតណាមធ្វើជាដៃគូជាមួយគ្នាកាលពីឆ្នាំ2024កម្ពុជាបានមានការរំពឹងទុកថាការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសថៃនឹងមានការកើនឡើងទៅដល់$15,000 លានអាមេរិកក្នុងមួយឆ្នាំចំណែកឯជាមួយវៀតណាមវិញគឺនឹងកើនឡើងទៅដល់$25,000 លានក្នុងមួយឆ្នាំប៉ុន្តែពេលនេះសុខសប្បាយជាមានរឿងចំនួនព្រំដែនជាមួយនឹងប្រទេសថៃដូច្នេះខ្ញុំគិតថាវាមិនឈានទៅដល់ចំនួនដែលកម្ពុជាបានរំពឹងទុកនោះទេខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាផលិតផលរបស់កម្ពុជាដែលបានលក់ទៅឲ្យប្រទេសជិតខាងភាគច្រើនវាគឺជាផលិតផលកសិកម្មឆៅឬហៅម្យ៉ាងទៀតថាវត្ថុធាតុដើមដែលមិនមែនជាផលិតផលសម្រាប់នោះទេផលិតផលកសិកម្មឆៅបែបនេះទោះបីជាគេមិនបានទិញបន្តទៀតក៏គេមិនស្លាប់ដែរគេទិញផលិតផលកសិកម្មឆៅពីយើងគឺដោយសារតែគេបានចំណេញមិនមែនដោយសារតែគេពិតជាត្រូវការចាំបាច់នោះទេចំណែកឯខាងកម្ពុជាយើងវិញដែលយើងទិញពីគេរបស់ខ្លះនោះវាគឺជារបស់ដែលយើងត្រូវការចាំបាច់ដូចជាជីជាដើមចំណែកឯអ្នកដែលចង់ដុតកំហឹងឲ្យកម្ពុជាមានសង្គ្រាមជាមួយនឹងថៃគឺថាពួកគេមិនយល់ពីផលលំបាកនៃពាក្យសម្ដីរបស់ពួកគេដែលបាននិយាយចេញមកនោះទេប៉ុន្តែប្រសិនបីសត្រូវមកឈ្លានពានយើងនោះយើងគឺត្រូវតែការពារខ្លួនវិញហើយខ្ញុំសង្ឃឹមថាយើងអាចដោះស្រាយចំនួននេះបានក្នុងពេលឆាប់នេះផងចុះហេបន្តធ្វើពាណិជ្ជកម្មធម្មតាឡើងវិញជាមួយគ្នាទៅវិញទៅមកភាគីទាំងពីរមិនចុះសម្រុងគ្នាត្រង់ថាថៃមិនព្រមបែបច្រកព្រំដែនចំណែកឯកម្ពុជាមិនព្រមដកកងទ័ពជាច្រើនទៅវិញដូចពីដើមប៉ុន្តែបងប្អូនដឹងស្រាប់ហេថាខ្ញុំគឺឈរជាមួយកម្ពុជាដោយសារតែកម្ពុជាមិនមែនជាអ្នកបង្ករឿងមុននោះទេគឺភាគីថៃគឺជាអ្នកដែលមករករឿងមុនសូមអរគុណ